ភាពខុសគ្នារវាង quaker ដែលជាពាក្យតែមួយនិងពាក្យ quaker ដែលស្ថិតក្នុងទម្រង់ពីរពាក្យជាភាសាខ្មែរពាក្យថា quaker ដែលជាពាក្យតែមួយវាគឺជាឆ្នូតភាសាបារាំងមួយដែលយើងប្រើដើម្បីមានន័យដូច clear bien que ដែរដែលវាមានន័យថាបើទោះបីជាក៏ដោយឧទាហរណ៍ quoique fatigué il a continué à travailler មានន័យថាបើទោះជាអស់កម្លាំងក៏ដោយក៏គាត់នៅតែបានបន្តធ្វើការងារដដែលឧទាហរណ៍មួយទៀត quoique ce film soit long il est captivant មានន័យថាបើទោះបីជាភាពយន្តនេះវែងឬយូរក៏ដោយក៏វានៅតែគួរឲ្យចាប់អារម្មណ៍ឬល្អមើលដែរចំណុច clear quoique ដែលជាពីរពាក្យវាគឺជា clear សព្វនាមមួយដែលយើងប្រើដើម្បីមានន័យថាមិនថាអ្វីក៏ដោយដែលឧទាហរណ៍ quoi que tu fasses je te soutiendrai មានន័យថាមិនថាអ្វីក៏ដោយដែលអ្នកធ្វើឬមិនថាអ្នកធ្វើអ្វីក៏ដោយក៏ខ្ញុំនឹងគាំទ្រអ្នកដដែលឧទាហរណ៍មួយទៀត quoi qu'il arrive nous resterons unis មានន័យថាមិនថាអ្វីក៏ឡើងក៏ដោយក៏ពួកយើងនឹងនៅជាមួយគ្នាឬរួមដៃគ្នាចំណុចសំខាន់ដែលយើងគួរចាំគឺទម្រង់កិរិយាសព្ទដែលយើងប្រើបន្ទាប់ពី clear ទាំងពីរនេះគឺត្រូវតែស្ថិតក្នុងទម្រង់ subjunctive